นี่คือสกรรมภีมาอยู่ปีថ្ងៃสถานលើភ្នំโจប្រៃរូបព្រៃដើម្បីរកសត្វនិងជីវសត្វហើយភ្នំនេះគឺស្ថិតនៅភ្នំគូលែនយើងធ្វើដំណើរទៅរកសត្វគឺមានការដេកនៅទីនោះចំនួន1យប់2ថ្ងៃដើម្បីដកសត្វនិងជីវសត្វបាទហើយលោកក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនអ្នកមើលនិងអ្នកតាមដានវីដេអូទាំងអស់គ្នានេះគឺជាសកម្មភាពដែលពួកខ្ញុំធ្វើដំណើរនៅលើភ្នំគូលែនដើម្បីរកសត្វនិងជីវសត្វនិយាយថាផ្សិតនៅទីនោះគឺវាច្រើននៃសម្បូរជាងតាមវាលយើងនៅឯក្រមនេះជាសកម្មភាពដែលខ្ញុំកំពុងតែដកផ្សិតគឺល្អមែនទែនប៉ុន្តែលក្ខណៈយើងទៅរោនេះគឺយើងរោយកតែអាពងទេប៉ុន្តែវាឃើញអារីច្រើនពេកចេះតែដកយកខ្លះទៅដើម្បីយកមកធ្វើម្ហូបញ៉ាំកាលណាយើងដកយកអារីទាំងអស់វាអាចនឹងលួយបាទទូអត់បានយូរទេផ្សិតនេះទូតាមយកអីវាគឺលួយបាត់ហើយគឺថាផ្សិតសម្បូរមែនទេនេះដូចជាខ្ញុំថតឲ្យមើលនេះគឺដុះច្រើនមែនទេនៅលើភ្នំហើយវារីមកធំមែនទេពី3ជើងអីមកស្លោមកពេលបាត់និយាយទៅគឺថាសម្បូរមែនទេផ្សិតនៅលើភ្នំកលែនបងប្អូនបាទតែវាសម្បូរតារីវាយើងក្របបានតដកវាទៅវារីអស់ហើយអាផ្សិតខ្លះក៏យកកើតអាខ្លះក៏វត្តចោលនេះដូចតែខ្ញុំថតឲ្យមើលនេះគឺធំមែនទេនេះគឺជាពេលដែលយើងទៅអត់ទាន់វាក៏វារីលួយអស់យើងយកកើតនេះគឺសម្បូរជាងវាលក្រមដើរប៉ះជាភង100ដូចជាថានេះផ្សិតខ្ញុំសើស្គាល់ប្រហែលទេនេះផ្សិតពើក្រហមនេះគឺតែដឹងតែហូបកើតផ្សិតនេះស្តៀងនឹងផ្សិតកងដែរផ្សិតដីបេះពីកន្លែងមួយទៅកន្លែងមួយមកផ្លេតបានមកកត្រកបាត់និយាយថាគឺសម្បូរពុកម៉ែបងប្អូនបាទបើចង់ទៅដល់អីទៅតាមខ្ញុំបានតែវានឹងឆ្ងាយបន្តិចហើយគឺយើងត្រូវធ្វើការឡើងលើភ្នំហើយនឹងចុះតាមភ្នំដើម្បីរកសត្វនិយាយថាសម្បូរតារីទេតែអារីក៏យើងមិនសូវជាដកយកប្រហែលដែរព្រោះយើងដកយកទៅក៏វាមិនបានយូរដែរយើងដកយកតែពងយើងដើរក្នុងព្រៃផងបុកមីឈើនិយាយទៅថាបែកតិចអស់ប្រហែលមានអីនៅទេពីមួយកន្លែងទៅមួយកន្លែងគឺថាសម្បូរមែនទេផ្សិតសម្បូរជាងវាលក្រមយើងណាបាទអរគុណបងប្អូនដែលបានតាមដានវីដេអូនេះទាំងអស់គ្នានេះគឺជាសកម្មភាពមួយយប់2ថ្ងៃដែលពួកខ្ញុំធ្វើដំណើរបែបផ្សិតនៅលើភ្នំបាទបាយ